អាចកំបាំងទាំង9របស់ប្រុសប្រុសស្រីស្រីគួរដឹងមិនមែនប្រុសប្រុសសុទ្ធតែគ្មានអាចកំបាំងឯណាពេលខ្លះប្រុសប្រុសមានអាចកំបាំងច្រើនដែលស្រីស្រីមិនធ្លាប់ដឹងឬមិនចាប់អារម្មណ៍តែប៉ុណ្ណោះយ៉ាងណាដើម្បីទំនាក់ទំនងយើងកាន់តែប្រសើរអាចកំបាំងរបស់ប្រុសប្រុសស្រីស្រីគួរតែដឹងខ្លះដែរទៅអាចយល់ចិត្តប្រុសប្រុសខ្លះក៏ល្អម្យ៉ាងដែរមួយប្រុសប្រុសក៏មានភាពរ៉ូមែនទិកដែរនៅពេលនិយាយរឿងផ្អែមល្ហែមមិនមែនប្រុសទាំងអស់សុទ្ធតែអាចបង្ហាញកាយវិការឬមានគម្រោងចង់ធ្វើឡើយប៉ុន្តែវាជាការពិតប្រុសប្រុសហ៊ានធ្វើអ្វីគ្រប់យ៉ាងដើម្បីឲ្យមនុស្សស្រីដែលខ្លួនស្រឡាញ់សប្បាយចិត្តផែនការញ៉ាំអាហារបែបរ៉ូមែនទិកពិតណាស់ប្រុសភាគច្រើនធ្វើខុសពីអ្វីដែលមនុស្សស្រីចង់បានប៉ុន្តែយើងជាមនុស្សស្រីត្រូវដឹងថាមនុស្សប្រុសគេបានដាក់ចិត្តច្រើនណាស់ដើម្បីរៀបគម្រោងនេះឡើងហើយក៏ប្រហែលជាអន់ចិត្តបើស្រីស្រីមិនឲ្យតម្លៃអ្វីដែលមិត្តប្រុសឬប្តីប្រឹងប្រែងរៀបចំដើម្បីយើង2ប្រុសប្រុសមិនចូលចិត្តការប្រៀបធៀបមនុស្សប្រុសក៏មិនខុសពីមនុស្សស្រីដែរគឺមានចំណុចដែលគេមិនចូលចិត្តដូចគ្នាហើយប្រុសប្រុសភាគច្រើនគឺមានមោទកភាពលើខ្លួនឯងច្រើនដូច្នេះបើយកគេទៅប្រៀបធៀបជាមួយអ្នកដទៃនឹងធ្វើឲ្យគេមានអារម្មណ៍អាប់អោនមុខមាត់មិនខាន3ប្រុសប្រុសចូលចិត្តញ៉ាំម្ហូបធ្វើនៅផ្ទះមនុស្សប្រុសភាគច្រើនចូលចិត្តស្រីស្រីចេះធ្វើម្ហូបបើមានមិត្តស្រីឬប្រពន្ធពូកែធ្វើម្ហូបនោះប្រុសប្រុសនឹងសប្បាយចិត្តខ្លាំងនិងសរសើរស្នាដៃធ្វើម្ហូបមនុស្សស្រីជាទីស្រឡាញ់ខ្លួនពិសេសច្បាស់ជាមិនចូលចិត្តចេញក្រៅញ៉ាំអីក្រៅពីស្នាដៃប្រពន្ធឬមិត្តស្រីបានធ្វើនោះទេ4ប្រុសប្រុសក៏ចូលចិត្តឲ្យស្រីស្រីសរសើរដែរមនុស្សប្រុសមិនមែនល្អឥតខ្ចោះនោះទេគ្រប់អ្វីដែលគេប្រឹងប្រែងធ្វើទោះលទ្ធផលតិចឬក៏ច្រើនសុទ្ធតែចង់បានការសរសើរពីមនុស្សស្រីដែលគេស្រឡាញ់ក៏ជាការលើកទឹកចិត្តមួយចំពោះអ្វីដែលគេប្រឹងប្រែងដូចគ្នាហេតុនេះកុំប្រកាន់ច្រើនសរសើរអ្វីប្រុសប្រុសប្រឹងធ្វើដើម្បីយើងឬគ្រួសារជារឿងចាំបាច់មួយ5ប្រុសប្រុសស្រឡាញ់ស្រីស្រីយល់ពីបញ្ហាលុយកាក់ភាគច្រើនយើងឃើញតែខាងប្រុសចេញរកលុយរហូតទោះបីជាប្តីឬមិត្តប្រុសឲ្យទៅក្រៅញ៉ាំអីច្បាស់ជាខាងប្រុសចេញលុយភាគច្រើនប៉ុន្តែបច្ចុប្បន្នឲ្យរឿងទុកឲ្យប្រុសប្រុសចេញលុយលែងមានក្នុងទស្សនៈមនុស្សសម័យនេះទៀតហើយប្រុសប្រុសចូលចិត្តមនុស្សស្រីណាយល់ពីស្ថានភាពហិរញ្ញវត្ថុរបស់គេបើយើងដឹងថាគេមិនសូវមានលុយច្រើនកុំសុំកាដូថ្លៃពីគេអីឬទៅញ៉ាំអីនៅកន្លែងថ្លៃអីដែរឬពេលខ្លះជួយចេញលុយគ្នាម្ដងម្កាលក៏មិនមែនជារឿងគួរឲ្យអាម៉ាស់ដែរ6គួររស់រាយជាមួយគ្រួសារនិងមិត្តភក្តិគេទោះពេលខ្លះប្រុសប្រុសធ្វើជាមិនខ្វល់ពីរឿងយើងមិនចោះសម្រងជាមួយគ្រួសារគេក៏ពិតមែនប៉ុន្តែធាតុពិតប្រុសប្រុសពិតជាគិតអំពីបញ្ហាមួយនេះខ្លាំងណាស់ពេលខ្លះដើម្បីមនុស្សជាទីស្រឡាញ់នឹងគ្រួសារគេសុខចិត្តដើរជាជនរងគ្រោះឈរនៅចំចំណុចកណ្ដាលដើម្បីដោះស្រាយបញ្ហាកុំឲ្យភាគីទាំងសងខាងមើលមុខគ្នាមិនត្រូវហើយរឿងជាមួយមិត្តភក្តិក៏ដូចគ្នាបើស្រីគ្នាយើងធ្វើល្អដាក់មនុស្សជុំវិញខ្លួនគេច្បាស់ជាសប្បាយចិត្តស្រឡាញ់យើងយកចិត្តទុកដាក់មើលថែយើងកាន់តែច្រើនជាងមុន7មនុស្សប្រុសមិនចាំគ្រប់រឿងទេផ្ទុយពីមនុស្សស្រីគឺមនុស្សប្រុសមិនសូវចាំគ្រប់រឿងនោះទេពេលខ្លះអាចភ្លេចយកអាវឲ្យយើងមិនបានទិញផ្កាយើងចូលចិត្តឬភ្លេចអ្វីមួយយើងកំពុងរងចាំពីគេប៉ុន្តែរឿងបន្តិចបន្តួចនេះអាចមិនមែនជាបញ្ហាសម្រាប់ទំនាក់ទំនងស្នេហ៍យើងនឹងគេទេគួរតែនិយាយគ្នាឲ្យបានត្រឹមត្រូវប៉ុន្តែបើគេភ្លេចច្រើនពេកពិសេសភ្លេចរឿងដ៏សំខាន់ណាមួយដូចជាថ្ងៃខួបកំណើតនោះយើងអាចគិតឬវិតម្លៃឡើងវិញពីទំនាក់ទំនងរវាងយើងជាមួយគេបាន8មនុស្សប្រុសក៏ចេះចិត្តទន់ពេលខ្លះយើងឃើញថាមនុស្សប្រុសមានចិត្តធ្ងន់ឬមិនសូវខ្វាយខ្វល់ប៉ុន្តែប្រុសក៏មានអារម្មណ៍ដូចមនុស្សគ្រប់គ្នាដែរត្រូវប្រុងប្រយ័ត្នរាល់ពាក្យសម្ដីនិយាយទៅកាន់មិត្តប្រុសឬប្តីយើងដោយសារពេលខ្លះពាក្យយើងនិយាយទៅគឺអាចធ្វើឲ្យគេខូចចិត្តលើពីអ្វីដែលយើងគិតទៅទៀត9ប្រុសចង់ឲ្យមនុស្សស្រីខ្លួនស្រឡាញ់មើលមកខ្លួនមានតម្លៃវាជារឿងពិតមនុស្សប្រុសចង់ឲ្យមនុស្សស្រីខ្លួនស្រឡាញ់ឲ្យតម្លៃមកលើរូបគេពេលខ្លះទោះបីជារឿងតូចតាចក្តីគួរពឹងពាក់គាត់ដូចជា
ដូរអំពូលភ្លើងឬជួសជុលសម្ភារៈក្នុងផ្ទះជាដើមពេលយើងពឹងឲ្យគេជួយធ្វើរឿងអស់នេះនឹងធ្វើឲ្យប្រុសមានអារម្មណ៍ថាខ្លួនគាត់មានតម្លៃនិងជាអ្វីដែលយើងត្រូវការមិនខុសគ្នាពីមនុស្សស្រីទេមនុស្សប្រុសក៏ចង់ឲ្យមនុស្សស្រីសរសើរនិងស្រឡាញ់គាត់ឲ្យបានច្រើនដែរបើស្រីគ្នាយើងអាចស្វែងយល់ពីមនុស្សប្រុសឲ្យបានច្រើនដោយបានរៀបរាប់ក្នុងអត្ថបទមួយនេះនឹងអាចជួយឲ្យចំណងស្នេហាយើងកាន់តែរឹងមាំមួយកម្រិតទៀតអត្ថបទនេះសូមបញ្ចប់តែប៉ុណ្ណេះអរគុណប្រិមិត្តដែលតាមដានទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់យើងនឹងជួបគ្នានៅវីដេអូថ្មីជាបន្តទៀតសូមអរគុណ